នេះបងប្អូននេះឃើញទេបងអាពុកម៉ែបងប្អូននេះអូនៅសល់មកដុំធំណាបងប្អូនអើយបងប្អូនបាទបងប្អូននេះបាទពុកម៉ែបងប្អូននេះហើយឆ្នាំនេះដែរពុកម៉ែបងប្អូននេះបាទឆ្នាំនេះគឺគឺផ្ញើមកពីខាងអូអាស័យបាទអូអាស័យទេគឺប្រភេទពួកគេហៅថាខ្លាញ់កពើបាទបងបាទអញ្ចឹងខ្លាញ់កពើនេះគឺគាត់ចម្រាញ់ផ្ទាល់សម្រាប់ក្មួយមីមីបាទបងបាទភាសាវារៀងខាប់ណារៀងខាប់ជាងរបស់គាត់ទូទៅហ្នឹងគាត់ក៏ផលិតពិសេសសម្រាប់ឲ្យអាចលាបលើអូនបានស្បែកលើអូនបានណាបាទបងហ្នឹងហើយប្រភេទមួយទីមានទៀតបងប្អូនទាំងអស់គ្នាគឺខ្ញុំបានមកពីខាងប្រទេសក្រៅបាទប្រទេសក្រៅអញ្ចឹងបានមកពីខាងដូចជាកាណាដាបាទបងបាទអញ្ចឹងកាណាដាប្រភេទពួកអានេះគឺខ្លាំងបងប្អូនទាំងអស់គ្នាគាត់ថាព្រមសើស្បែកព្រមស្បែកលមាស់រោរៀលអីហ្នឹងបាទគឺប៉ាកែលេខ1បាទបងអានេះគាត់ផ្ញើឲ្យខ្ញុំច្រើនខ្លងបើសិនជាលៀបអស់ចាំប្រាប់បងទៀតបាទបងបាទហើយមួយទៀតវិញពុកម៉ែបងប្អូននេះបាទអរគុណដល់ទឹកចិត្តរបស់មកអ៊ំដែលនៅខាងស្រុកក្រៅហើយឆ្នាំនេះដែរពុកម៉ែបងប្អូនទាំងអស់គ្នាគឺមានរឿងរ៉ាវសម្រាប់ឆ្នាំនេះហើយខ្ញុំអត់ថាឬឈើធម្មជាតិអីគេទេពុកម៉ែបងប្អូនហើយពួកអីមានប្អូនស្រីម្នាក់ហ្នឹងគាត់អាយុ18 19ឆ្នាំទេគឺពេទ្យលែងទទួលហើយបងប្អូនហើយគឺស្បែករបស់គាត់ប្រេះកាហាយដូចមីអញ្ចឹងបាទប្រេះចេញមកគឺចេញអីឈាមអីចឹងបងប្អូនទាំងអស់គ្នាហើយឡងសុះពេញខ្លួនពីក្បាលដល់ចុងជើងដូចក្មួយមីអញ្ចឹងបាទបងបាទប៉ុន្តែឥឡូវនេះគឺគាត់បានជា100%បាទដោយសារឆ្នាំនេះអញ្ចឹងខ្ញុំអត់ដឹងថាឬឈើឬអីទៅបងប្អូនទាំងអស់គ្នាហើយក៏មានរបៀបនៃការប្រើប្រាស់ដែរហើយបើសិនជាញ៉ាំទៅត្រូវឬក៏លាបទៅត្រូវខ្ញុំនឹងដឹងគុណដល់អ្នកដែលផ្ដល់ជូនមកជាមួយបាទខ្ញុំមិនភ្លេចគុណគាត់ទេតែឥឡូវនេះយើងបើកមើលទាំងអស់គ្នាបាទបងបាទបងប្អូននេះផ្ញើមកពីខាងតាំងកាសាំងបងប្អូនណាហើយខ្ញុំនឹងមើលថាតើឆ្នាំនេះគឺជាឆ្នាំអីបងប្អូនបាទពុកម៉ែបងប្អូននេះបាទបងប្អូននេះបងប្អូននេះឃើញទេបងបាទពុកម៉ែបងប្អូននេះអូនៅសល់មកដុំធំណាបងប្អូនអើយបងប្អូនបាទបងប្អូននេះបាទពុកម៉ែបងប្អូននេះហើយបើពុកម៉ែបងប្អូនសួរខ្ញុំថាឆ្នាំហ្នឹងឬឈើហ្នឹងឬក៏មើមហ្នឹងមើមអីខ្ញុំអត់ស្គាល់ទេបាទខ្ញុំអត់ស្គាល់ទេបងប្អូនហើយគេក៏អត់ប្រាប់ខ្ញុំដែរបាទគេក៏អត់ប្រាប់ខ្ញុំដែរប៉ុន្តែគាត់ថាប៉ាកែលេខ1បាទឥឡូវនេះគឺគេជាដាច់ហើយអានេះឬឈើនេះមើមឈើនេះគឺមិនងាយរកបានទេនេះដោយសារការញ៉ាំសល់បាទញ៉ាំសល់វាមានជំនាញធំណាដល់ពេលអញ្ចឹងគេញ៉ាំសល់ពីអ្នកជំងឺនោះទេឥឡូវនេះគេជូនទៅដល់មីហើយនឹងការប្រើប្រាស់វាមានផ្សំជាមួយនឹងចេកខ្ចីចេកចាយទៀតអានឹងរឿងផ្សេងទៀតចាំខ្ញុំនឹងប្រាប់ពីរបៀបប្រើប្រាស់ហើយខ្ញុំអរគុណបងប្អូនហើយបើសិនជាឬឈើនេះឬក៏មើមនេះអាចធ្វើឲ្យមីជាពុកម៉ែបងប្អូនខ្ញុំនឹងអរគុណបាទទៅដល់មកអ៊ំដូចជាបងប្អូនយើងដែលបានផ្ដល់ជូនដែលគាត់បានខ្វាយខ្វល់ដែលគាត់បារម្ភបាទបងចឹងណាតែមិនដឹងយ៉ាងណាទេព្រោះអីយើងដឹងតែសាអីហ្នឹងហើយដឹងតែសាអីបងប្អូនព្រោះអីជំងឺមីដូចបងប្អូនយើងដឹងស្រាប់ចឹងជាពិសេសគឺឪពុកគឺដឹងស្រាប់ហើយថាជំងឺហ្នឹងគឺធ្ងន់ធ្ងរកម្រិតណាបាទគឺបងប្អូនឃើញស្រាប់ហើយគឺបែកកាហែងទាំងអស់បងប្អូនទាំងអស់គ្នាបាទហើយមិនដែរទឹកចិត្តឪពុកបាទបងដល់ពេលបានឃើញកូនអញ្ចឹងទេឥឡូវគាត់បានធូរខ្លះហើយបានចូលចិត្ត30%អីបងប្អូននឹងខ្ញុំក៏សូមអរគុណម្ចាស់ដែលជួយជំនួយឲ្យខ្ញុំបាទនឹងជាពិសេសលោកពូលោកមីងឆ្នាំទាំងអស់នេះសូមឲ្យលោកពូលោកមីងនិងក្រុមគ្រួសាររស់ស៊ីទទួលទានបានជួបតាណាតណីឲ្យមានសុភមង្គលក្នុងគ្រួសាររហូតខ្ញុំមានអីទេមានតែម្រាមដៃ10សូមអរគុណដែលជ្រាបជ្រះណាស់ដែលបានជួយនិងឧបត្ថម្ភយថាបការឲ្យកូនខ្ញុំបានជាខ្ញុំសង្ឃឹមថានឹងបានជាព្រោះអីមានបងប្អូនខ្មែរស្រឡាញ់ខ្មែរចេះជួយក្រោយខ្នងខ្ញុំអរគុណណាស់បាទខ្ញុំអត់មានពាក្យអីនិយាយទៀតទេមានតែពាក្យអរគុណម្រាមដៃ10បាទសូមអរគុណពុកម៉ែបងប្អូនអរគុណណាស់អរគុណសម្រាប់ទឹកចិត្តហើយខ្ញុំបានជក់ចិត្តនៅតែមិនសុខទេបងប្អូនទាំងអស់គ្នាពួកខ្ញុំចង់បានរបស់អស់នេះណាស់តែឥឡូវបានហើយខ្ញុំនឹងព្យាយាមឲ្យគាត់លាបឲ្យគាត់ញ៉ាំ
rồi có xong cái này cho mùi nâng pet khai mong mong này nhưng xong cái này ta cái lô mùi bàn thu ba ơi bàn rùa riêng bắt to tiết bong phong tổng cái này buổi từ tại 4 năm tê nhóm bàn cho chất đang có miền cả đặt ở số khăn hay có miền bục mèo phong dương có miền cá khlau chặt khăn đài ba con mưa hay là khăn bong phong dương khăn ta đồ ta khăn pu mình khăn con mưa có số tập này con mưa có số tập này có đàn nói thom là tại đau xa khlau xa pana tê hay cho tầm rom ta tật chất bong phong đài tiệt mình đang ngày qua nhóm hoàng ngày đi chưa cho mà tật ở thiên tinh năm lên sốc chất ca chẳng này trai vì nó cứ ơi một bốn cột hộp chọc tinh như bên được pet hoàng ngày chưa thiên tinh năm lên thì bằng dù tôi bị lấy hiên trong thơ mà dù tôi lấy hiên trong chư đi đó